សួស្តីអ្នកនរគ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះដែរខ្ញុំចង់ធ្វើប្រធានបទមួយនិយាយអំពីសេចក្តីស្រឡាញ់ហួងហែងសេចក្តីស្រឡាញ់ដែលមិនចង់និយាយថាវាមិនបរិសុទ្ធណាព្រោះមួយរយៈនេះខ្ញុំនៅបារាំងនេះខ្ញុំមើលតាម Facebook ពីព័ត៌មានការបាញ់សម្លាប់មិនដឹងថាគូស្នេហ៍គាត់ឬក៏គាត់មនុស្សដែលគាត់លួចស្រឡាញ់ទេទៅធ្វើឲ្យខ្ញុំពេលមើលហើយ2ថ្ងៃនេះខ្ញុំអារម្មណ៍អត់ល្អដូចមានអារម្មណ៍គួរឲ្យខ្លាចគួរឲ្យភ័យមិនឲ្យពេលគេងនោះមានអារម្មណ៍ហើយសពច្រើនហើយចឹងទៅខ្ញុំក៏មានទស្សនៈមួយនៅលើរឿងនឹងដែរហើយខ្ញុំធ្វើជាវីដេអូមួយថតទុកជាអនុស្សាវរីយ៍នៃកម្រងទស្សនៈរបស់ខ្ញុំណាគឺខ្ញុំចង់និយាយថាហេតុអីបានមនុស្សយើងស្រឡាញ់នរណាម្នាក់ហេតុអីពេលដែលមនុស្សហ្នឹងមិនបានមកថារៀបការជាមួយមិនបានជារបស់កម្មសិទ្ធិរបស់យើងហេតុអីបានយើងទៅសម្លាប់គេទៅធ្វើបាបគេបើចំពោះខ្ញុំវិញបើខ្ញុំស្រឡាញ់នរណាម្នាក់ទោះបីជាថាម្នាក់ហ្នឹងមិនបានមកខ្ញុំរៀបការមួយខ្ញុំអីទេខ្ញុំលួចស្រឡាញ់គាត់ឬក៏មិនបានថាមិនឲ្យគាត់ដឹងអីចឹងទៅខ្ញុំចង់ឲ្យម្នាក់ដែលខ្ញុំលួចស្រឡាញ់ឬក៏គាត់ក៏ស្រឡាញ់យើងដែរប៉ុន្តែកុំដូចខ្ញុំយើងទាំងពីរនាក់មិនអាចនៅមួយគ្នាបានចឹងណាគឺខ្ញុំចង់ឲ្យគាត់នឹងមានសេចក្តីសុខចង់ឲ្យគាត់នឹងជួបមនុស្សល្អចង់ឲ្យគាត់មានការរីកចម្រើនចង់ឲ្យគាត់នឹងមានថាមានតែក្តីសុខមានតែភាពសុបាយចិត្តមានតែភាពរីកចម្រើនអាហ្នឹងខ្ញុំពេលដែលខ្ញុំស្រឡាញ់អ្នកណាម្នាក់ខ្ញុំចង់ឲ្យគាត់បែបហ្នឹងហើយឲ្យខ្ញុំឃើញរូបភាពហ្នឹងពេលដែលខ្ញុំនៅខ្ញុំមើលឃើញគាត់ខ្ញុំថាខ្ញុំចង់ឲ្យគាត់ហ្នឹងមានតែសេចក្តីសុខជួបមនុស្សល្អគឺខ្ញុំស្រឡាញ់គាត់ខ្ញុំចង់ឲ្យគាត់បានរបស់ហ្នឹងទោះបីតែយើងមិនបានជួបគ្នាជាគូស្នេហ៍ឬក៏ប្តីប្រពន្ធអីចឹងខ្ញុំជឿជាក់ថាមនុស្សយើងមានហើយទាំងប្រុសទាំងស្រីហ្នឹងមានមនុស្សយើងលួចស្រឡាញ់ប៉ុន្តែ condition លក្ខខណ្ឌរបស់យើងហ្នឹងវាមិនអាចនៅមួយគ្នាបានឬក៏ប្តីប្រពន្ធពេលដែលយើងនៅមួយគ្នាមួយរយៈហើយយើងមិនអាចរួមរស់បានយើងក៏បែកគ្នាទៅយើងប្រាថ្នាឲ្យប្តីឬប្រពន្ធយើងជួបអ្នកថ្មីដែលល្អដែលអាចមើលថែគាត់ជំនួសយើងចឹងណាហើយបើថាជាត្រឹមគូសង្សារគូស្នេហ៍ធម្មតាអីទេយើងមិនបានជួបគ្នាក៏ប្រាថ្នាឲ្យគាត់នឹងជួបអ្នកល្អជាងយើងធ្វើឲ្យគាត់មានសុភមង្គលធ្វើឲ្យគាត់សុបាយចិត្តអាហ្នឹងហើយបានហើយតែការស្រឡាញ់ដែលបរិសុទ្ធណាគឺស្រឡាញ់បែបហ្នឹងមានណាស្រឡាញ់ធ្វើបាបគេអត់ស្រឡាញ់យើងទៅធ្វើបាបគេយើងសម្លាប់គេយើងសម្លេះគេយើងធ្វើឲ្យគេមានបញ្ហាអាហ្នឹងស្នេហាបែបនេះស្នេហាថោកទាបក្តីស្រឡាញ់ថោកទាបខ្ញុំនិយាយចឹងហ្មងអញ្ចឹងហើយខ្ញុំមើលរឿងថាគូស្នេហ៍មិនមែនគូស្នេហ៍ដូចថាម្នាក់នោះលួចស្រឡាញ់គេម្នាក់ឯងហើយឮថាគេចិត្តភ្ជាប់ពាក្យអញ្ចឹងធ្វើបាបគេតាមសម្រាប់គេមនុស្សបែបហ្នឹងគឺមនុស្សថោកទាបហើយឮថាបានចិត្តបានមកនៅសុខគេទៀតហើយមិនបានទៅធ្វើអញ្ចឹងឆ្ងល់ដល់ហើយតែខ្ញុំក៏មិនដឹងថាម៉េចដែររឿងខាងផ្ទៃក្នុងរបស់គេគ្រាន់តែថានិយាយទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំអាហ្នឹងហើយខ្ញុំក៏រៀនពីធម៌របស់ព្រះសម្មាសម្ពុទ្ធនៃយើងដែរត្រង់មានកន្លែងថាចំណុចមួយដែលព្រះពុទ្ធចេញទៅបួសចេញទៅសាងភ្នោះពេលយប់ពេលទៅចេញបានប្រាប់ប្រពន្ធនាងពំពាហ្នឹងអត់បានប្រាប់ទេគឺនាងពំពាហ្នឹងកំពុងគេងនៅក្បែរព្រះរាហុលកូនរបស់ប្រពុតគេងប៉ុន្តែនាងពំពាដឹងថាប្តីនឹងចេញប៉ុន្តែនាងពំពាអត់បានគាត់ឲ្យប្តីពិបាកឲ្យប្រពុតពិបាកគឺគាត់អូខេឲ្យប្រពុតនឹងអាចចេញទៅសាងភ្នោះហើយពេលដែលប្រពុតចេញទៅគឺគាត់នៅក្បែរប្អូននោះលួចមើលប្រពុតចេញទៅទៀតគឺគាត់ចង់និយាយថាគាត់អូខេឲ្យប្រពុតចេញទៅដើម្បីស្វែងរកការត្រាស់ដឹងហើយហេតុអីបានគាត់ធ្វើចឹងគឺគាត់ស្រឡាញ់ប្តីរបស់គាត់ចឹងចង់ឲ្យប្តីរបស់គាត់សម្រេចបាននៅគោលដៅនៃជីវិតចង់ទៅស្វែងរកធម៌ដើម្បីប្រោះមនុស្សចឹងណាស្វែងរកសច្ចធម៌ឲ្យជាមេរៀនសម្រាប់ជួយមនុស្សក្នុងចក្រវាលយើងនេះដែលយើងមានទុក្ខលំបាកអីចឹងណាគឺគូស្នេហ៍របស់ប្រពន្ធហ្នឹងគឺគូស្នេហ៍ដែលខ្ញុំមើលឲ្យខ្ញុំថាមានក្នុងโลกនេះប្រហែលមានតែគូស្នេហ៍ប្រពន្ធមួយដែលជាប់លេខ1ហ្មងថាគឺលះបង់ឲ្យម្នាក់ចេញទៅស្រឡាញ់គឺស្រឡាញ់សុខចិត្តលះបង់ក្តីស្រឡាញ់ខ្លួនឯងឲ្យប្តីចេញទៅទាំងយប់ចឹងណាហើយក្នុងហ្នឹងក៏ប្រហែលជាមានស្ត្រីជាច្រើនស្ត្រីក្លាហានដែលគាត់មិនបានមកបកស្រាយប៉ុន្តែខ្ញុំជឿថាមានទៀតបន្ទាប់ពីប្រពន្ធមកគឺមានមនុស្សស្រីមនុស្សប្រុសដែលគាត់លះបង់សេចក្តីសុខរបស់ខ្លួនឯងហ្នឹងឲ្យប្តីទៅស្វែងរកអ្វីជាគោលដៅរបស់គាត់ណា
ហ្នឹងបានហៅថាស្នេហាដែលបរិសុទ្ធស្នេហាដែលគួរឲ្យគោរពបូជាអញ្ចឹងណាហើយទស្សនៈរបស់ខ្ញុំ ហើយក្នុងនោះខ្ញុំក៏ធ្លាប់មានរឿងផ្ទាល់ខ្លួនរបស់ខ្ញុំបន្តិចដែរគឺមានអ្នកដែលប្រុសដែលបរិសុទ្ធដែលគាត់លួចស្រឡាញ់ខ្ញុំគឺគាត់តាមជួយខ្ញុំរហូតតាមជួយតាមតែគាត់មិនមែនស្រឡាញ់ខ្ញុំយកខ្ញុំជាប្រពន្ធគាត់ឬសង្សារគាត់ទេគឺគាត់ស្រឡាញ់ឲ្យគាត់ថាខ្ញុំហ្នឹងឃើញខំតស៊ូឆាកជីវិតហើយគាត់ស្រឡាញ់ខ្ញុំគាត់ចង់ឲ្យខ្ញុំសម្រេចបាននៃជោគជ័យកាលណាគាត់ឃើញខ្ញុំមានជោគជ័យខ្ញុំរីកចម្រើនគឺគាត់សប្បាយចិត្តគាត់លួចញញឹមពីចងាយជូនពរខ្ញុំអាហ្នឹងបានហៅថាស្នេហាដែលបរិសុទ្ធមានស្នេហាណាគាត់តែឃើញយើងរីកចម្រើនខឹងយើងអាខ្លះណាហ្នឹងឃើញគ្រាន់តែឃើញគូស្នេហ៍មិនមែនគូស្នេហ៍មនុស្សយើងស្រឡាញ់គាត់បង្ហោះ Facebook គាត់មានសេចក្តីសុខខឹងយើងប្លុកយើងចោលរករឿងយើងអីចឹងណានិយាយអាក្រក់ពីយើងស្នេហាបែបហ្នឹងគឺស្នេហាថោកទីបំផុតខ្ញុំនិយាយចឹងហ្មងស្នេហាមហាថោកសរុបមកគឺស្នេហាដែលបរិសុទ្ធគឺស្នេហាដែលយើងលះបង់ហើយលះបង់មនុស្សរបស់ចង់ថាលះបង់មិននិយាយថាម៉េចល្អគឺយើងព្រមឲ្យមនុស្សដែលយើងស្រឡាញ់ហ្នឹងទទួលបានសេចក្តីសុខយើងជូនពរគាត់យើងជួយគាត់បើយើងអាចជួយបានយើងជួយគាត់ឲ្យសម្រេចគោលដៅហើយយើងឃើញគាត់មានក្តីសុខហើយយើងសប្បាយចិត្តអាហ្នឹងហើយស្នេហាបរិសុទ្ធអូខេតែប៉ុណ្្នឹងឯងព្រោះឲ្យខានចេញវីដេអូយូរហើយដាក់ក្នុង YouTube របស់ខ្ញុំហ្នឹងខានធ្វើយូរមែនតើដោយសារខ្ញុំរវល់ហើយចឹងទៅថ្ងៃនេះនឹងនឹកឃើញមិនទេមានអារម្មណ៍ថាចង់ថតវីដេអូសង្ឃឹមថាអ្នកនរគ្នាស្ដាប់វីដេអូនេះឲ្យទុកជាគេហៅថាទស្សនៈមួយក្នុងការគិតពិចារណាទៅតែប៉ុណ្្នឹងឯងហ្នឹងហើយអរគុណច្រើនជម្រាបលាសំណាងល្អអ្នកនរគ្នា